ថ្នាក់ដឹកនាំសាសនាអ៊ីស្លាមខេត្តសៀមរាបរៀបចំពិធីស្រែកបួសខែរ៉ាម៉ាដូនដើម្បីពង្រឹងសាមគ្គីភាពរវាងសាសនិកអ៊ីស្លាមដើម្បីជំរុញការអភិវឌ្ឍន៍នេះល្ងាចថ្ងៃទី4ខែមីនាឆ្នាំ2026នេះថ្នាក់ដឹកនាំសាសនាអ៊ីស្លាមខេត្តសៀមរាបបានរៀបចំធ្វើពិធីស្រែកបួសខែរ៉ាម៉ាដូនដើម្បីបង្កើនភាពស្និទ្ធស្នាលសាងទំនាក់ទំនងឲ្យកាន់តែរឹងមាំនិងចែករំលែកបទពិសោធន៍ល្អៗសម្ដៅរួមចំណែកអភិវឌ្ឍវិស័យសាសនាអ៊ីស្លាមនិងពង្រឹងសាមគ្គីភាពរវាងថ្នាក់ដឹកនាំអ៊ីស្លាមជាមួយសាសនិកអ៊ីស្លាមនៅទូទាំងខេត្តដែលមានការចូលរួមពីសំណាក់គណៈអ៊ីម៉ាមខេត្តក្រុងស្រុកហាគឹមទួនមកពីបណ្ដាវិហារសូរ៉ាវលោកយាយលោកតាដែលជាព្រឹទ្ធាចារ្យគណៈកម្មការក្នុងខេត្តនិងគ្រូបង្រៀនខ្មែរអ៊ីស្លាមជិត200នាក់ឯកឧត្តមអែសៀតសមាជិកក្រុមប្រឹក្សាខេត្តសៀមរាបនិងជាអនុប្រធានសាសនាអ៊ីស្លាមខេត្តបានមានប្រសាសន៍ថាការរៀបចំជួបជុំពិសាអាហារស្រែកបួសនាពេលនេះធ្វើឡើងក្នុងគោលបំណងអបអរសាទរនៃខែម៉ារ៉ាដូនដែលជាខែពិសិដ្ឋក្នុងសាសនាអ៊ីស្លាមព្រមទាំងពង្រឹងសាមគ្គីភាពរវាងថ្នាក់ដឹកនាំអ៊ីស្លាមជាមួយសាសនិកអ៊ីស្លាមព្រមទាំងបង្កើនភាពស្និទ្ធស្នាលទំនាក់ទំនងឲ្យកាន់តែរឹងមាំផ្លាស់ប្ដូរទស្សនៈនិងចែករំលែកបទពិសោធន៍ល្អៗសម្ដៅរួមចំណែកអភិវឌ្ឍវិស័យសាសនាអ៊ីស្លាមឯកឧត្តមអែសៀតបានលើកឡើងថាខែបួសរ៉ាម៉ាដូនគឺជាខែដ៏ពិសិដ្ឋមួយសម្រាប់ដកខាត់អំពើអាក្រក់ដើម្បីបណ្ដុះប្រជាពលរដ្ឋអ៊ីស្លាមមានភាពអំណត់តាមរយៈការតមអាហារនិងទឹកនៅពេលថ្ងៃចំនួន1ខែហើយការបួសមិនមែនត្រឹមតែការអត់អាហារនិងទឹកប៉ុណ្ណោះទេប៉ុន្តែគឺជាការអត់ធ្មត់គ្រប់គ្រងអារម្មណ៍កាយវិការចិត្តឲ្យជៀសផុតអំពីអំពើអបាយមុខនិងរឿងដែលគ្មានប្រយោជន៍ចំពោះការតមអាហារនេះគឺធ្វើឡើងចាប់ពីទៀបភ្លឺរហូតដល់ថ្ងៃលិចពីម៉ោង4ព្រឹករហូតដល់ម៉ោងជាង6ល្ងាចឯកឧត្តមថាទាំងអ្នកកាន់សាសនាអ៊ីស្លាមនៅកម្ពុជាក៏ដូចជាអ្នកកាន់សាសនាអ៊ីស្លាមនៅជុំវិញពិភពលោកគឺចាប់ផ្ដើមអនុវត្តកាតព្វកិច្ចតមអាហារនិងផឹកទឹកក្នុងខែរ៉ាម៉ាដូនដែលជាទូទៅគេហៅថាជាខែដ៏ពិសិដ្ឋរបស់សាសនាអ៊ីស្លាមនៅជុំវិញពិភពលោកឯកឧត្តមបន្ថែមថាក្នុងខែបួសនេះសំដៅទៅលើការប្រតិបត្តិមួយដ៏ចម្បងក្នុងខែម៉ារ៉ាដូនដោយមិនពិសាអ្វីទាំងអស់នៅពេលថ្ងៃដែលអនុវត្តលើមូស្លីមទាំងប្រុសស្រីដែលមានអាយុចន្លោះពី13ឬ15ឆ្នាំឡើងទៅប៉ុន្តែលើកលែងមនុស្សពិការសតិបញ្ញាហើយចំពោះបុគ្គលដែលមានជំងឺអ្នកធ្វើដំណើរតាមផ្លូវឆ្ងាយនារីមានផ្ទៃពោះមានរដូវឬនារីបំបៅដោះកូនក៏អាចមានសិទ្ធិមិនចូលបួសតាមភាពជាក់ស្ដែងដែរប៉ុន្តែត្រូវចូលបួសសងវិញនៅពេលក្រោយសម្រាប់ការរៀបចំពិធីស្រែកបួសខែម៉ារ៉ាដូនគឺថ្នាក់ដឹកនាំសាសនាអ៊ីស្លាមខេត្តតែងតែធ្វើជារៀងរាល់ឆ្នាំ